តោះឲ្យហ្នឹងហើយខ្ញុំឃើញគេ comment ចូលតាក់ទងនឹងចង់ចេះគូមកុដអញ្ចឹងមកុដខ្ញុំគិតថាវាមិនលំបាកគូអីទេប៉ុន្តែវាស៊ីពេលអញ្ចឹងទៅខ្ញុំមកធ្វើបង្ហាញចេះធម្មតាមកុដយើងត្រូវយក LED មកគូប៉ុន្តែខ្ញុំ recommend ថាយើងគួរយើងចង់គូមកុដណាយើងគួរតែរក image មកជា reference ដោយអានេះចឹងគឺជា image ដែលខ្ញុំ draft ជា reference មកវាមានរបៀបអញ្ចឹងណាចឹងទៅយើងអាចគូរបៀបអញ្ចឹងជា draft មកជារៀងរបស់វាមកដើម្បីយើងងាយស្រួលបើសិនណាជាយើងអត់មាន draft ហ្នឹងទេដល់ពេលយើងមកគូតែម្ដងបើយើងបកកែគូយល់ច្រើនអំពីមកុដវាល្អហើយប៉ុន្តែសម្រាប់ខ្ញុំមិនសូវជាចំណាំកលិចកលៈអីអស់ហ្នឹងដែរហើយក៏មិនច្បាស់ដែរថាកលៈនីមួយៗហ្នឹងវាតំណាងអីប្រហែលជាន់ណាឥឡូវនេះខ្ញុំគ្រាន់តែធ្វើពង្រៀងចឹងអីតាមចឹងទៅចឹងអ្វីដែលយើងត្រូវធ្វើគឺយើងយក LED នេះយកមកគូទៅចាំណាថាយើងយក LED ហ្នឹងមកគូហើយដល់ពេលគូគឺយើងគូរៀងវាតាម shape ដែលយើងបានបង្ហាញនេះអញ្ចឹងណាយើងអាចគូវាមកហើយយើង show វានេះតាមអាកលិចអស់ហ្នឹងហ្នឹងហើយយើងធ្វើតាមអញ្ចឹងបើសិនណាជាយើងអាចបង្ងាកបង្ងួមទៅនៅក្នុងហ្នឹងណានៅក្នុងនេះបង្ងាកបង្ងួមទៅយើងគូទៅព្រៀងអីចឹងទៅកលិចកលៈអីថែមថយខ្លួនឯងទៅតាមដំណើរសាច់រឿងចឹងទៅអញ្ចឹងយើងអាចធ្វើបានហើយអញ្ចឹងជំហានដំបូងរបស់យើងនៅកន្លែងនេះគឺខ្ញុំបង្ហាញរបៀបយើង draft រៀងសិនណានៅក្នុងនេះអញ្ចឹងនៅពេលដែលយើង draft រៀងមកយើងដោះ image reference យើងចេញទៅអញ្ចឹងយើងបានជាអា snow វាខាងក្នុងហ្នឹងអត់មានក្បាច់ទេមិនអញ្ចឹងណាអ្វីដែលនៅសល់គឺក្បាច់យើងយកក្បាច់កាចាំងក្បាច់អីនឹងយើងបំពាក់អីទៅតាមចិត្តដែលយើងចង់បំពាក់អញ្ចឹងគឺយើងធ្វើអញ្ចឹងហើយបើសិនណាជាយើងចង់បង្ហាញវារបៀបនេះមិនចឹងណាគឺយើងអាចប្រវល់យើងដោះ lock នេះចេញទៅនេះយើងអាចប្រវល់មើលទៅដូចជើងកូនកលឹងរបស់យើងបានជាកូនកលឹងរបៀបហ្នឹងអញ្ចឹងនេះគឺជារបៀបដែលយើងគូមកុដអញ្ចឹងមកុដហ្នឹងអឺសូមឆ្នៃខ្លួនឯងណាហើយប្រមាណកលៈសូមជួយ comment ផងពួកខ្ញុំក៏មិនដឹងដែរថាប្រមាណកលៈតំណាងអីនៅក្នុងហ្នឹងគាត់ថាខ្ញុំ draft ទៅចេញចូលកពីកពកអញ្ចឹងរបៀបហ្នឹងណាហើយហ្នឹងឯងគឺធ្វើរបៀបហ្នឹងហើយ step បន្តមកទៀតគឺយើងនឹងគូក្បាច់កញ្ចាំងយកមកដាក់អញ្ចឹងគឺសម្រាប់ឥឡូវគឺយើងគូរៀងប៉ុណ្ណឹងគូងាយទេណាយើងចេះគូយើងគូប្រហែលជាប្រហែលថា1នាទី2នាទីទៅងក់យកមកដាក់មកណាហ្នឹងអូខេអញ្ចឹងរបៀបគូមកុដអញ្ចឹង step 1គឺយើងគូបានជា snow វាជារាងមកុដបានប៉ុណ្ណឹងហើយអញ្ចឹងបន្តមកទៀតគឺយើងនឹងសាកល្បងវីដេអូក្រោយទៀតយើងនឹងសាកល្បងគូក្បាច់កាចាំងយកមកបំពាក់វាណាអូខេអញ្ចឹងប៉ុណ្ណឹងចោះសម្រាប់មុខវីដេអូនេះណាការគូមកុដ